ស្ដីបងប្អូនទាំងអស់គ្នានេះស្គាល់ផ្លែនេះអត់ផ្លែហ្នឹងណាខ្ញុំជឿថាពេលនៅស្រស់ណាគេក៏ស្គាល់ដែរផ្លែហ្នឹងគឺផ្លែតលឹងតឹងយើងហ្នឹងឯងហើយផ្ទះខ្ញុំមានមួយដើមទូទេប៉ុន្តែផ្លែធំមែនទែននេះផ្លែវាស្រស់កានេះវារៀងចុងឯអស់ហើយដោយសារម៉ែខ្ញុំគាត់បានបេះយើងមកត្រាំទឹកកវ៉ាឡើងមកប៉ោតពេត្រូឡើងពេញហ្មងណាលើកមកឡើងអត់ចង់រួចដល់ទៅពេលហាលមួយសប្តាហ៍ទៅនេះក្រៀមស្វិតហើយរសជាតិវាឆ្ងាញ់មែនទែនអត់មានជូរខ្លាំងអីចេញទឹកភ្នែកទេណាស្វិតដូចទៅពាំងបាយជូរក្រៀមអញ្ចឹងបងប្អូនជឿអត់នេះថាមកប៉ោតពេត្រូដល់ទៅពេលក្រៀមស្វិតទៅនៅសល់តែប៉ុណ្ណឹងហើយកាលពីផ្លែនៅស្រស់វិញប៉ុណ្ណាណៃផ្លែធំល្អហើយឡើងជូរដល់ទៅពេលស្វិតក្រៀមទៅមានណាបានតែប៉ុណ្ណឹងមកប៉ោតពេត្រូលើកអត់ចង់រួចទេដល់ពេលសម្រាប់ទៅនេះប្រហែល1 គីឡូផងនេះអរគុណ